សួស្តីទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្ហាញទាំងអស់គ្នាជាបន្តទៀតអំពី tenses គឺកាលដល់វីដេអូមុនខ្ញុំបានបង្ហាញរួមមកហើយអំពី simple present simple past និង simple future ដែលវាគឺជាកាលទាំង3ស្ថិតនៅក្នុង aspect simple ហើយវីដេអូនេះខ្ញុំនឹងបង្ហាញជាបន្តទៀតអំពី aspect មួយគឺ progressive អញ្ចឹងខ្ញុំនឹងនិយាយអំពី present progressive past progressive និង future progressive អូខេឥឡូវយើងចាប់ផ្ដើមពី present progressive ឬក៏សភៅខ្លះគេហៅថា present continuous អញ្ចឹងយើងហៅមួយណាក៏បានដែរណាអត់ខុសទេ present progressive ឬក៏ present continuous ពាក្យថា progressive ហ្នឹងវាស្មើនឹង continuous ជាមួយឧទាហរណ៍គេនិយាយថា Tom is studying right now Tom is studying right now Tom កំពុងរៀននៅពេលឥឡូវហ្នឹងហើយ diagram របស់គេគឺនៅផ្នែកខាង past ហ្នឹងគឺវាមានខ្សែកោមួយដែលវាបន្តមកដល់អក្សរណាហើយវាបន្តជាលក្ខណៈដាច់មកខាង future ដែលជាផ្នែកខាងស្ដាំហ្នឹងណាអញ្ចឹងតើវាមានន័យថាម៉េចបងប្អូនកាលពីវីដេអូមុនបើមិនទាន់បានមើលទេបងប្អូនអាចត្រឡប់ទៅមើលវីដេអូមុនសិនពីព្រោះថាវីដេអូមុនខ្ញុំបានបញ្យល់ដល់អ្នកគ្នាអំពី diagram ថា diagram នោះយើងមើលវារបៀបម៉េចណាអញ្ចឹងមានន័យថាម៉េចឧទាហរណ៍គេថា Tom is studying right now Tom គឺកំពុងរៀនឥឡូវហ្នឹងសកម្មភាពរបស់គាត់គឺកំពុងតែរៀនខណៈដែលយើងនិយាយហ្នឹងគឺគាត់កំពុងតែរៀនវាកើតឡើងនៅខណៈពេលដែលយើងនិយាយមានន័យថាបើសិនបើឥឡូវហ្នឹងគឺម៉ោង12សម្រាប់ឥឡូវហ្នឹងគឺម៉ោង12 Tom អាចនឹងរៀនមុនម៉ោង12ឧទាហរណ៍ថាគាត់រៀនម៉ោង11ណាអញ្ចឹងគាត់កំពុងតែរៀននៅម៉ោង12ហើយយើងមិនដឹងថាគាត់រៀនចប់នៅពេលណាទេអញ្ចឹងហើយបានជាវាមានចំណុចចុចតែបន្តទៅផ្នែក future នេះគាត់អាចបញ្ចប់មេរៀននៅម៉ោង1ឬក៏ម៉ោង2យើងមិនដឹងទេប៉ុន្តែការ present progressive នេះគឺគេផ្ដោតសំខាន់ទៅលើសកម្មភាពដែលកំពុងតែកើតឡើងនៅពេលឥឡូវហ្នឹងវាមានពាក្យប្រាប់កាលគឺ right now ប្រែថាឥឡូវហ្នឹងឥឡូវនេះវាបង្ហាញអំពីសកម្មភាពដែលកំពុងតែកើតឡើងហើយទម្រង់របស់វាគឺ subject បូកជាមួយនឹង to be is are វាបូកជាមួយនឹង verb ing ណាបូកជាមួយ verb ing បូក object និងបូកចុចគឺជាពាក្យប្រាប់កាលឬក៏ជា clear បន្ថែមអីផ្សេងទៀតនេះគឺជា present progressive ទាំងអស់នេះគ្រាន់តែយកជាសញ្ញាណទូទៅរបស់វាសិនការប្រើប្រាស់របស់វាមានច្រើនវាអាចប្រើសម្រាប់ future ទៀតហើយគឺ present progressive for the future ប៉ុន្តែនៅទីនេះខ្ញុំគ្រាន់បង្ហាញអំពីការប្រើប្រាស់ដ៏សំខាន់មួយគឺវានិយាយអំពីសកម្មភាពដែលកំពុងកើតឡើងនៅខណៈពេលដែលយើងនិយាយហើយផ្សារភ្ជាប់ជាមួយនឹង diagram ដើម្បីយើងងាយយល់ណាជាបន្តទៀតយើងទៅនិយាយអំពី past progressive ឬក៏ past continuous វាមិនខុសពី present ទេវាខុសត្រង់ time aspect គឺ progressive ដូចគ្នាប៉ុន្តែវាខុសត្រង់ time គឺ time pass គឺយើងនិយាយអំពីអតីតកាលវិញអតីតកាលដូចដែលយើងបានដឹងរួចមកហើយថាវាគឺជារឿងដែលកើតហើយដែលចប់ហើយវារលត់ទៅហើយប៉ុន្តែគេគ្រាន់តែលើកយកវាមកនិយាយឡើងវិញហើយ past progressive ហ្នឹងគឺវាជាសកម្មភាពដែលកំពុងកើតឡើងនៅខណៈពេលណាមួយនៅពេលអតីតកាលឧទាហរណ៍ Tom was studying when they came Tom was studying when they came Tom បាននឹងកំពុងតែរៀននៅពេលដែលពួកគេមកដល់អញ្ចឹងយើងឃើញថា diagram របស់វាគឺផ្ដើមចេញពីចំណុចចាប់ផ្ដើមណាមួយនៅក្នុងអនៃអតីតកាលដោយវាបន្តមកដល់ចំណុចណាមួយនៅក្នុងអតីតកាលដដែលហើយវានឹងបន្តទៅទៀតនៅក្នុងអតីតកាលដដែលវាអត់តន់ដឹងថាចប់នៅពេលណាទេបើសិនបើយើងនិយាយក្នុងអតីតកាលគឺវាអត់តន់ចប់ទេនៅក្នុងអតីតកាលតែពេលដែលយើងលើកសកម្មភាពនឹងមកនិយាយប៉ុន្តែបើធៀបនឹង present គឺមានន័យថាវាចប់សពគ្រប់ហើយវាអត់បន្តមកដល់ present ទេអត់មានពាក់ព័ន្ធនឹងបច្ចុប្បន្នទេណាអញ្ចឹងឧទាហរណ៍ហ្នឹងគេនិយាយអំពីអតីតកាលសកម្មភាពដែលកើតនៅពេលអតីតកាលហើយវាផ្សារភ្ជាប់ជាមួយនឹង past របស់គ្នាវាដែរនេះ
គឺ past simple យើងមើលរបស់បន្ទាប់ពី when ហ្នឹងគឺ they came ហ្នឹងគឺវាជា past simple ហើយអញ្ចឹងកាលនៅក្នុង time past វាពាក់ព័ន្ធនឹងគ្នាអញ្ចឹង past continuous ហ្នឹងវាកើតមុនឧទាហរណ៍ថា Tom គាត់រៀននៅម៉ោង11ហើយគាត់ចាប់ដើមរៀននៅម៉ោង11ហើយម៉ោង12គាត់កំពុងរៀនណាគាត់កំពុងរៀនអត់តរៀនចប់ទេហើយនៅខណៈពេលដែលគាត់កំពុងរៀនហ្នឹងគឺពួកគេបានមកដល់ណាពួកគេបានមកដល់អញ្ចឹង past simple ហ្នឹងវាប្រើប្រាស់ដើម្បីបង្ហាញអំពីសកម្មភាពឬក៏ព្រឹត្តិការណ៍ដែលវាកើតឡើងដែលបង្អាក់ឬក៏រំខានទៅដល់ past continuous ហ្នឹងណាវាកាត់ឬក៏វាចង់និយាយថាវា interrupt វារំខានទៅដល់ past continuous រំខានទៅដល់សកម្មភាពដែលកំពុងកើតហ្នឹងណាមានន័យថានេះ Tom កំពុងតែរៀននៅពេលដែលពួកគេមកដល់ Tom កំពុងតែរៀនពួកគេមកដល់ណាក្នុងន័យបែបហ្នឹងអូខេនេះគឺ past progressive ហើយទម្រង់របស់វាគឺ subject បូកជាមួយនឹង was were បូកជាមួយនឹង verb ing ហើយបូកជាមួយនឹង object អីហ្នឹងគឺដូចគ្នាទេណាអញ្ចឹងខ្ញុំគិតថាចំណុចនេះវាអត់ពិបាកទេបងប្អូនគ្រាន់តែយល់ជា concept ជាសញ្ញាណជារួមសិនអញ្ចឹង concept progressive ហ្នឹងគឺវាបង្ហាញពីសកម្មភាពដែលកំពុងកើតឡើងដូចគ្នាគ្រាន់តែបើនៅក្នុង present នៅក្នុង time present គឺវាបង្ហាញអំពីអីដែលកើតក្នុងបច្ចុប្បន្នហើយវានៅក្នុង past គឺវាបង្ហាញអំពីអីដែលកំពុងកើតនៅក្នុង past អីដែលកំពុងកើតនៅក្នុង past ប៉ុន្តែវាចប់បាត់ទៅហើយវាចប់ហើយណាបើយើងនិយាយនៅក្នុង present គឺវាចប់ហើយប៉ុន្តែនៅក្នុង past ពេលហ្នឹងវាអត់ទាន់ចប់ទេហើយស្តីងគ្នានេះដែរចំពោះ future progressive ហ្នឹងគឺវានិយាយអំពីសកម្មភាពដែលនឹងកំពុងតែកើតឡើងនៅពេលអនាគតឧទាហរណ៍គេថា Tom will be studying when they come Tom is going to be studying when they come Tom នឹងកំពុងតែរៀននៅពេលដែលពួកគេមកដល់ណា diagram របស់វាកើតចេញពីចំណុចចាប់ផ្ដើមណាមួយនៅខាង future ហើយវាបន្តមកដល់ចំណុចណាមួយដែលកំពុងតែកើតហ្នឹងហើយវាអាចនឹងបន្តទៅមុខទៀតតែយើងមិនដឹងថាចប់ពេលណាទេប៉ុន្តែអីដែលសំខាន់គឺយើងសង្កត់ធ្ងន់លើសកម្មភាពដែលកំពុងកើតនៅខណៈពេលហ្នឹងណាអាហ្នឹងគឺយើងជីកទុកជាមុនឬក៏យើងសម័យទុកមុនថាសកម្មភាពហ្នឹងវានឹងកំពុងតែកើតអញ្ចឹងគេសម័យថា Tom នឹងកំពុងតែរៀននៅពេលដែលពួកគេមកដល់ណាវាជាសកម្មភាពដែលកំពុងតែកើតនៅថ្ងៃអនាគតហើយទម្រង់របស់វាគឺ subject បូកជាមួយនឹង will be បូកជាមួយនឹង verb ing ណាបូកជាមួយ verb ing ហើយវាមានតំណែងជាមួយនឹង present simple ផងដែរពីព្រោះថា future វាមានតំណែងមួយ present យើងឃើញរបស់បន្ទាប់ពី when ហ្នឹងគឺជាកាល present simple យើងអាចប្រើ present simple ជាមួយនឹង future progressive បាននៅក្នុងរបស់តែមួយតែវាមិនអាចប្រើជាមួយ past មកទេអត់ពាក់ព័ន្ធទៅនឹង past ដែលបានចប់ទៅហើយទេអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះប្រហែលជាអាចជួយទាំងអស់គ្នាក្នុងការស្វែងយល់បន្ថែមទៀតអំពីកាលហើយវីដេអូនេះខ្ញុំផ្ដោតលើកាលនៅក្នុង aspect progressive ដែលមាន present progressive past progressive និង future progressiveចឹងបើសិនបើមានសំណួរឬក៏ចម្ងល់អីឬក៏មតិយោបល់អីបន្ថែមបងប្អូនអាចតម្លាក់នៅក្នុង comment បានអូខេ Thank you see you in the next video